ជំរាបសួរក៏ដូចជាសួស្តីដល់ពុកម៉ែបងប្អូនតាគ្នាវិលត្រឡប់សាជាថ្មីជាមួយនឹង admin ស្រស់ស្រាយក្នុងការសម័យរឿងមករឿងចាប់ដែលមានចំណងជើងថាកូននិករីក្រីក្រចឹងចង់ដឹងស្អីរឿងពេញបែបណាយើងមកចូលទស្សនាទាំងអស់គ្នាដែលនៅក្នុងថ្ងៃនេះដែរណាគឺថាគឺជាថ្ងៃដែលកមុំនៅក្នុងភូមិនេះគេរៀបចំខ្លួនដើម្បីទទួលបុត្រារបស់ស្ដេចប្រជុំនេះដែលគាត់នឹងរៀបចំពិធីនេះជើរកគូសកលតែឲ្យកូនរបស់គាត់នឹងតែម្ដងដែលស្រីទាំងអស់នេះព្យាយាមរៀបចំខ្លួនឯងណាឲ្យខ្លាចជាកូនកមុំស្លៀកឈុតប្រកហលរងចាំខ្លួនដើម្បីទទួលស្វាគមន៍ទូប្រុសប៉ុន្តែទូប្រុសរបស់យើងនេះគឺថាកំពុងតែធ្វើការសមាធិហើយតួស្រីរបស់យើងពេលនេះណាគាត់ថាគាត់បានជួបជុំជាមួយបងប្អូនរបស់គាត់នឹងដែលយើងជាជាវនឹងគេបានក្រូចឈុកហើយក្រូចឈុតក្រហមហ្នឹងឯងនៅឡើយតែតួស្រីគេមិនព្រមឲ្យទៅទេហើយមកទាញជាមួយនឹងត្បូងគុជមួយនៅចំជើងរបស់តួស្រីដែលជាត្បូងគុជម្ដាយរបស់គាត់បន្សល់ទុកបើជើងនឹងតួស្រីស្រឡាញ់ខ្លាំងមែនទែនតួស្រីខំព្យាយាមបន្តប៉ុណ្ណាត្រូវបានគេរុញធ្លាក់ទឹកតែម្ដងប៉ុន្តែពេលនោះក៏បានចែកដោនជួបជាមួយតួប្រុសដែលសារតែយាមនេះគឺយាម1ម៉ោងនេះហើយដែលអាចឲ្យតួប្រុសរបស់យើងដាំបាយជាមួយតួស្រីរៀបពិស័យជាមួយតួស្រីរបស់យើងដើម្បីបង្ក្រប់កិច្ចតួប្រុសរបស់យើងណាដោយសារតែគាត់នេះគឺបានធ្វើការសមាធិរហូតដល់គាត់នេះអស់កម្លាំងក្នុងខ្លួនអញ្ចឹងលក្ខខណ្ឌរបស់គេត្រូវឲ្យតួប្រុសរបស់យើងគឺរៀបអភិសេកជាមួយមនុស្សម្នាក់ហ្នឹងទៅក៏បានដាំបាយជាមួយតួស្រីរបស់យើងស្រេចបាច់ហើយតួប្រុសក៏មានភារកិច្ចឡើងទៅកាន់ឋានរបស់គាត់វិញដើម្បីជូនដំណឹងនេះទៅកាន់ព្រះបិតារបស់គាត់នឹងតែតួប្រុសរបស់យើងនេះក៏ថាមករកតួស្រីវិញបាត់តួស្រីរបស់យើងតែម្ដងតួស្រីរបស់យើងក៏បានមកដល់ឋានរបស់គាត់វិញនេះហើយណាគឺតួស្រីបានគម្រប់ជាមួយនឹងពោះពងរបស់គាត់ដែលជិតគ្រប់ខែហើយប៉ុន្តែនាងជាក៏ដូចជាឪពុកម្ដាយរបស់គេនេះគឺមិនពេញចិត្តជាមួយតួស្រីលើកនេះណាគឺដេញតួស្រីរបស់យើងមិនឲ្យនៅក្នុងផ្ទះនេះទេប៉ុន្តែពេលនោះក៏ថាសម្លេងកកកកានេះដែលព្រះបិតារបស់ខាងតួប្រុសរបស់យើងគាត់កំពុងតែស្វែងរកជាមួយនឹងចៅរបស់គាត់នឹងឯងដោយសារតែគាត់បានមើលនៅក្នុងគុជរបស់គាត់ណាគុជខ្យងកញ្ចក់របស់គាត់ក៏ឃើញថាមនុស្សស្រីម្នាក់នោះក៏បានមានគល់ជាមួយបុត្រារបស់គាត់អញ្ចឹងគាត់ត្រូវតែតាមស្វែងរកជាមួយនឹងជាតិមួយតំណក់ដែលជាកូននាគនឹងតែម្ដងពេលទៅដល់ហើយទៅពេលនេះក៏បានជួបជាមួយតួស្រីរបស់យើងពិតមែនប៉ុន្តែតួស្រីនេះគឺមិនអាចហាមមាត់តែគាត់នឹងគឺជាមនុស្សស្រីម្នាក់ដែលបានរៀបអភិសេកជាមួយកូនរបស់គាត់បានទេអញ្ចឹងពេលនេះតួស្រីរបស់យើងត្រូវបានគេគម្រាមតែម្ដងដោយសារតែខាងព្រះបិតារបស់ខាងតួប្រុសគាត់តាមរកនោះគឺមានស្បែកជើងមួយខាងនឹងបើសិនជានារីណាអាចបដិបាននឹងគឺថានឹងអាចរៀបអភិសេកជាមួយកូនរបស់គាត់នឹងឡើងឋានសួគ៌ជាមួយគ្នាប៉ុន្តែតួស្រីរបស់យើងក៏ត្រូវបានឪពុកម្ដាយព្រៃផ្សៃរបស់គាត់នឹងគឺកាត់ជើងតួស្រីយកស្បែកជើងតួស្រីរបស់យើងនេះយកទៅឲ្យនាងខាងចែវនេះយកទៅពាក់តែម្ដងពេលនេះនាងចែវគេមានគ្រប់ហើយផាត់តាំងបើគេក៏មានដែរគេមានបិជើងមួយខាងទៀតដែលជាបិជើងតំណាងឲ្យតួស្រីរបស់យើងដូចគ្នាណាក៏យកទៅកាន់ព្រះបិតានេះក៏តួស្រីរបស់យើងខំរត់ទៅរកគេប្រាប់ថាគាត់នឹងឯងគឺជាមនុស្សស្រីម្នាក់ដែលបានដាំបាយជាមួយនឹងតួប្រុសប៉ុន្តែបែរជាគេមិនជឿនោះទេគេរើសអើងតួស្រីគេចាប់តួស្រីរបស់យើងនេះយកមកឃុំខ្លួនតែម្ដងតួប្រុសនេះទទួលបានដំណឹងហើយតែគាត់រកឃើញប្រពន្ធរបស់គាត់ហើយគាត់អរខ្លាំងមែនទែនក៏ខំពេលនេះណាគឺគាត់ព្យាយាមរកអីមកសត្វប្រាយប្រពន្ធរបស់គាត់ប៉ុន្តែពេលនេះក៏បានឆាជាមួយនឹងខាងប្រពន្ធថ្មីនេះដែលនាងចែពេលនេះបានបន្លំខ្លួនហើយតួប្រុសមិនទាន់ដឹងនៅឡើយទេហើយព្រះបិតាក៏ផ្សព្វហាតីខ្លាំងមែនទែនឲ្យក្រុងឈុតយ៉ាងស្អាតណាជាមួយឪពុកម្ដាយបើគេអរខ្លាំងណាស់ហើយក៏បានឲ្យជាមួយនឹងត្បូងវេទមន្តមួយពួកគេគឺថាមានវិជាសិលនៅក្នុងខ្លួននឹងតែម្ដងពេលនេះក៏ថាខ្លួនឯងមានវិជាសិលប៉ុណ្ណឹងហើយគឺទៅរកតួស្រីរបស់យើងនេះដើម្បីកម្ចាត់តួស្រីចោលហើយក៏កម្ចាត់ជាមួយនឹងកូនក្នុងពោះនឹងតែម្ដងណាហើយគេនឹងអាចធ្វើការរួមអភិសេកជាមួយតួប្រុសរបស់យើងនៅមានបុត្រថ្មីហើយប៉ុន្តែក្រុមចាស់នេះតួស្រីរបស់យើងនេះក៏ខំរត់កិច្ចខ្លាំងមែនទែននៅតែមិនអាចរួចចឹងក៏មានកូនរបស់គាត់ចេញមកដើម្បីជួយម្ដាយហ្មងណាគឺកូននាគរបស់គាត់នេះគឺថាគាត់ដឹងថាមនុស្សណាអាក្រក់នៅចិត្តម្ដាយរបស់គាត់នឹងគឺគាត់ព្យាយាមការពារប៉ុន្តែមិនអាចឈ្នះគេទេដោយសារកម្លាំងធាតុរបស់គាត់គឺខ្សោយជាងចឹងទៅពេលនេះតួស្រីរបស់យើងនេះក៏សុំវកគេក៏ប្រើអំពើហិង្សាទៅលើតួស្រីរបស់យើងកាន់តែធ្ងន់ឡើងក៏ពេលនេះដែរណាតួស្រីខំលួនតួប៉ុណ្ណាក៏មិនអាចទៅរួចដែរហើយតួប្រុសរបស់យើងនេះឥឡូវមកវិញហើយគាត់សួររកប្រពន្ធរបស់គាត់តែប្រពន្ធរបស់គាត់នៅទីណាប៉ុន្តែគាត់ថាខាងសេនារបស់គាត់ម្នាក់ទៀតដែលជាសេនាចំណិតរបស់គាត់និយាយថាគាត់បានឃើញតួស្រីរបស់យើងកំពុងតែធ្វើបាបឯនេះហើយពេលនោះពួកគាត់អត់ជឿទេអញ្ចឹងហើយក៏គាត់បានបើកជាមួយនឹងកញ្ចក់ទឹករបស់គាត់ម្ដងទៀតក៏ឃើញថាកូននាគនេះគាត់បានធ្វើការចេញពីពោះរបស់ប្រពន្ធរបស់គាត់ហើយទៅក៏ជួយយាមការពារម្ដាយខ្លាំងមែនទែនតែការពារមិនបាននោះទេមើលទៅនោះប្រហែលជាតួប្រុសមិនអាចមកទាន់ពេលវេលាបានទេក៏ពេលនេះដែរនាងនោះក៏ចាប់ផ្ដើមស្រោបជាមួយនឹងពងនៅក្នុងពោះរបស់តួស្រីរបស់យើងតែម្ដងពេលនេះស្រោបបានហើយក៏គម្រាមតួស្រីរបស់យើងមានជំរឿពីរលោតចោះទៅក្រោមណាសម្រាប់ខ្លួនឯងហើយគាត់ទុកកូននឹងអញ្ចឹងតួស្រីពេលនេះគឺអត់មានជំរឿទេគាត់ស្រឡាញ់កូនគាត់ខ្លាំងមែនទែនគាត់សុខចិត្តឲ្យកូនរបស់គាត់រស់អញ្ចឹង
ទៅឥឡូវទួស្រីរបស់យើងក៏បានធ្វើការលោតសម្រាប់ខ្លួនពិតមែនប៉ុន្តែបែរជាមានពលឺមួយចេញចាស់ចង្ចៃចេញមកតែម្ដងដែលពលឺនេះគឺបានការពារទួស្រីរបស់យើងគឺហុំព័ទ្ធមិនឲ្យគេធ្វើបាបទួស្រីទេក៏ពេលនោះហើយទួប្រុសក៏លើចេញមុខមកមែនណាប៉ុន្តែក៏មានពលឺមួយទៀតក៏បាំងទួស្រីរបស់យើងដែលមានសនាហែហោមនេះគឺគាត់បានថ្លៃទៅជាពងខៀវមួយគឺបាំងទួស្រីរបស់យើងមិនឲ្យទួប្រុសមើលឃើញនោះទេពេលនេះហើយទួប្រុសខឹងខ្លាំងមែនទែនដោយសារតែគេធ្វើបាបប្រពន្ធរបស់គាត់អញ្ចឹងគាត់ព្យាយាមការពារតែនាងជានេះវិញណាអត់នឹងទទួលប្រុសរបស់យើងគឺជាប្តីរបស់ខ្លួនឯងនឹងទេគាត់បាននិយាយមកនិយាយប្រាប់ទៅកាន់ព្រះបិតារបស់ខាងទួប្រុសរបស់យើងថាលើនេះក៏គាត់ខឹងជាមួយទួប្រុសហេតុអីទួប្រុសហ៊ានធ្វើបាបមហេសីរបស់ខាងបុត្រានឹងអញ្ចឹងឥឡូវនេះត្រូវតែផ្ដន់ទីទោសទៅកាន់ទួប្រុសណាប៉ុន្តែទួប្រុសបញ្ចេញកំហឹងទៅកាន់តែម្ដងទៅហើយក៏សួរទៅឪពុកនេះគំរាមសម្លាប់បើសិនប្រាប់ទេតែពេលនេះហើយណាក៏ថាបានធ្វើការវ័យបំបីពងនៃទួស្រីរបស់យើងនៅក្នុងនឹងទៅក៏បានឃើញទួស្រីរបស់យើងផ្ទាល់តែម្ដងតែទួស្រីរបស់យើងនេះគឺគាត់បានជ្រុលដៃរបស់គាត់នេះធ្លាក់ខ្លួនឯងនេះចុះទៅកាន់ឋានក្រោមមិនដឹងថាពេលនេះទួស្រីរបស់យើងអាចមានជីវិតរស់បានអត់ទេណាទួស្រីរបស់យើងគឺបាត់បង់កម្លាំងធាតុឲ្យក្នុងពោះរបស់គាត់ក៏មិនដឹងថាកូនរបស់គាត់ស្លាប់ឬរស់នោះទេទួប្រុសពេលនេះក៏ខឹងខ្លាំងមែនទែនគាត់ចង់ទៅរកប្រពន្ធរបស់គាត់ប៉ុន្តែមិនអាចទៅបាននោះទេដោយសារតែពេលនេះបើសិនជាទួប្រុសរបស់យើងទៅប្រកាសជាខុសច្បាប់របស់ឋានលើហើយអញ្ចឹងឥឡូវទួប្រុសរបស់យើងនេះគឺគាត់អត់ដឹងធ្វើមិនគិតបញ្ចេញខឹងជាមួយនឹងនាងចែវខ្លាំងមែនទែនពេលនោះក៏សម្រាប់ពួកគេនេះឲ្យផុចពូជតែម្ដងហើយទួប្រុសរបស់យើងក៏សម្រេចចិត្តថាពេលនេះណាគឺគាត់នឹងរងចាំរហូតដល់រយៈពេលប្រហែលជា5ឆ្នាំក្រោយមកគឺគាត់បានដើរកាន់ជាមួយនឹងបលឹងរបស់ប្រពន្ធរបស់គាត់ដែលបលឹងនឹងគាត់ព្យាយាមរក្សាទុកបើសិនជាឃើញប្រពន្ធរបស់គាត់នៅរស់គាត់នឹងព្យាយាមបញ្ចូលកម្លាំងធាតុទាំងអស់នោះទៅកាន់ប្រពន្ធហើយប៉ុន្តែប្រពន្ធរបស់គាត់ពេលនេះគឺសភាពបែបថាគាត់នេះគឺសតិលេងគ្រប់តែម្ដងគឺគាត់អត់ចង់ចាំអ្វីទាំងអស់និយាយមិនដឹងឮហើយក៏មានជំងឺប្រចាំកាយងាកស្លាប់ងាកឈឺនិយាយទៅគឺថាពិបាកខ្លាំងមែនទែនកូនតូចរបស់យើងហ្នឹងគឺគាត់លើកវិមួកតាមផ្ទះគេដើម្បីដោះដូរជាមួយនឹងលុយមកកាក់ម៉ាសេនតែម្ដងដើម្បីអញ្ចឹងម្ដាយរបស់គាត់ប៉ុន្តែណាគឺថារឿងរ៉ាវគ្រប់យ៉ាងគឺគាត់មិនអាចកែប្រែបានទេជោគវាសនាម្ដាយរបស់គាត់គឺត្រូវតែស្លាប់តែម្ដងតែក្មេងតូចនោះគាត់មិនដឹងថាដឹងឮមកពីណាទេគាត់ថាល្បីណាល្បីឮឲ្យថាមានទេវៈមួយគឺគាត់អាចការពាររូបរាងកាយម្ដាយរបស់គាត់បានអាចឲ្យម្ដាយរបស់គាត់នេះមានជីវិតទី2រស់បានចឹងទៅក៏ទៅរកប៉ុន្តែទៅរកមកដល់មុខទ្វារភ្លាមនេះបែរជាឃើញថាពួកអ្នកទាំងអស់គ្នាដែលយាមការនៅទីនោះគេទាមទារលុយកាក់ច្រើនខ្លាំងមែនទែនរហូតដល់100តម្លឹងហើយយាយចាស់តាចាស់ដែលបានជួយគាត់រហូតនឹងក៏គាត់ព្យាយាមយកលុយខ្លួនឯងទៅឲ្យកូនញាក់របស់យើងដែរប៉ុន្តែនៅតែមិនគ្រប់គេមិនព្រមឲ្យទៀតគេរបៀបថាគេមើងងាយកៅអើខោមើលទៅជាជនអនាមិកអីចឹងណាចឹងទៅគឺគាត់បានរុញចេញតែម្ដងគាត់ថាឥឡូវនេះត្រូវរលុយបន្ថែមទៀតរលុយឲ្យបានច្រើនជាងនឹងទៀតបានគាត់ព្រមចឹងក្មេងតូចនេះអត់មានជំរឿទេមានតែព្យាយាមធ្វើការងាររបស់គាត់ដែលធ្វើការងារជាទម្លាប់ទូទៅរើសផងអីផងសុំទានផងអីផងមានផ្លែផងមកចំហៀងនេះក៏ចែកគ្នាជាមួយម្ដាយហើយតែម្ដាយនេះមិនអាចបើកមាត់ហូបបានទេដោយសារតែគាត់នេះគឺខាងដាច់ខ្យល់ស្លាប់តែម្ដងណាពេលនេះហើយទួប្រុសរបស់យើងនេះវិញណាក៏គាត់បានតាំងសមាធិនៅក្នុងកន្លែងរបស់គាត់នឹងតែទេវៈដែលគេតែងតែធ្វើការបូជារហូតហ្នឹងគឺទួប្រុសរបស់យើងស្នាក់នៅទីនេះឯងហើយឥឡូវនេះលេចមុខមកជាមួយនឹងនាងចែវតែតាមពិតទៅគឺថាវាមានជីវិតនេះគឺថាជីវិតអមតៈតែម្ដងវាងាយស្លាប់ហ្មងណាជីវិតរបស់វាទៅជាជីវិតទី2ដែលវានេះខ្លះទៅជាទេពធីតាមយុរាអីណានៃណាខ្លួនឯងគឺថាពឹសពុលខ្លាំងមែនតើប៉ុន្តែបែរជាជោគវាសនារបស់វាគឺល្អជាងទួស្រីរបស់យើងទៅទៀតពេលនេះណាក៏បានធ្វើការយកផ្កាឈូករបស់ទួប្រុសរបស់យើងដែលផ្កាឈូកហ្នឹងផ្ទុកជាមួយបលឹងទួស្រីហ្នឹងក៏យកកវត្តចោលតែម្ដងកវត្តចោលក៏ចំដៃជាមួយនឹងដៃរបស់ខាងកូននាគរបស់យើងកូននាគឃើញហើយគឺថាពលឺនេះប្រកាសជាមាហើយអញ្ចឹងហើយក៏គិតថារត់មកយកឲ្យទួប្រុសរបស់យើងដើម្បីដោះដូរជាមួយជីវិតម្ដាយរបស់គាត់សូមឲ្យទួប្រុសរបស់យើងព្យាបាលម្ដាយរបស់គាត់បានតែអត់តែទួប្រុសមិនព្រមទេបានតែយកជាមួយនឹងចង្កៀងផ្កាឈូកនេះហើយក៏រក្សាទុកប៉ុន្តែពេលនោះក៏ពលឺនោះក៏ចេញមកតែម្ដងពលឺនោះគឺបញ្ជាក់ថាកូនរបស់គាត់និងប្រពន្ធរបស់គាត់គឺនៅមានជីវិតកូនរបស់គាត់នឹងមិនដឹងថានៅទីណានោះទេប៉ុន្តែគាត់អត់ចំណាំទេថាពលឺនឹងឲ្យទៅនៅចិត្តជាមួយក្មេងតូចនឹងគឺថាពលឺនឹងនៅធ្វើការបញ្ចេញពលឺតែម្ដងតែឥឡូវនេះក្មេងតូចរបស់យើងគឺថាអត់ដឹងធ្វើបែបម៉េចទេដោយសារតែមានពួក2នាក់ណាដែលវាយាមទ្វារគឺវាខូចខ្លាំងមែនទែនវាព្យាយាមទាមទារលុយសកៈច្រើនខ្លាំងរហូតដល់ក្មេងតូចនេះគឺមិនអាចគប់គុំម្ដាយរបស់គាត់បានទេទូប្រុសនេះវិញក៏មិនអស់សង្ឃឹមដែរទោះបីម្ដាយឪពុករបស់គាត់ព្រះបិតារបស់គាត់នេះព្យាយាមឲ្យទូប្រុសរបស់យើងឡើងទៅឋានរបស់គាត់វិញណាដើម្បីកុំឲ្យគាត់នឹងគឺថាគិតទៅកាន់ប្រពន្ធកូននេះទៀតប្រពន្ធកូនរបស់គាត់ប្រកាសជាស្លាប់ហើយតែក៏នៅតែគិតរហូតដល់ថាគាត់ព្យាយាមតាមរោហើយក៏បានបាំងកាយខ្លួនបាត់ទៅក៏បានជួបជាមួយនឹងកូនក្មេងតូចរបស់យើងដែលជាកូននាគហ្នឹងណាព្រះបិតារបស់ទូប្រុសរបស់យើងក៏គាត់សង្ស័យថាកូននោះគឺជាកូននាគដោយសារតែពេលនេះក៏គាត់បានចាប់ជាមួយនឹងបលឹងគុជមួយគឺបានចេញមកតែម្ដងណាប៉ុន្តែកូននាគរបស់យើងអត់ដឹងខ្លួនទេឥ
ឥឡូវនេះមករកពុករបស់ខ្លួនឯងឲ្យសូមជួយម្ដងទៀតប៉ុន្តែពេលនេះទូប្រុសរបស់យើងនេះក៏គាត់ថាចុះពីស្នាមម្ដាយឯងមិនអាចកែប្រែបានទេអញ្ចឹងហើយទទួលយកការប៉ុណ្្នឹងទៅប៉ុន្តែក្មេងតូចរបស់យើងនេះអត់ព្រមនោះទេទៅរកម៉ែទៀតហើយទៅរកម៉ែពេលនេះម៉ែគឺថាភ្ញាក់នឹងខ្លួនមកផ្លេតនេះគឺគាត់បានស្លាប់តែម្ដងតែពេលនោះក៏ឃើញថាទូប្រុសរបស់យើងនេះមិនចិត្តដាច់នោះទេក៏គាត់រត់តាមណារត់តាមកូនរបស់គាត់ហើយទៅក៏ឃើញពលឺមួយហ្នឹងគឺចេញផុសមកគឺព្រះបិតារបស់គាត់ក៏បានផ្ដាំផ្ញើមកចំនួនហ្នឹងទូប្រុសរបស់យើងក៏ងាកមុខមកឃើញប្រពន្ធរបស់គាត់ហ្នឹងគឺគាត់ចាប់អារម្មណ៍ថាប្រពន្ធហើយប៉ុន្តែគឺថាអាសត្វថ្មាត់ពីរនាក់ហ្នឹងក៏វានិយាយថាមិនជាប្រពន្ធទេប្រពន្ធអីគឺថាមុខអាក្រក់អញ្ចឹងគាត់រូបរាងបែបហ្នឹងអញ្ចឹងមិនមែនទេនិយាយទៅគឺថាគាត់នេះអត់ចង់ឲ្យទូប្រុសរបស់យើងនេះក៏នៅចិត្តជាមួយតួស្រីទេព្យាយាមប្រវែងដានរហូតតែម្ដងប៉ុន្តែឥឡូវនេះព្រះបិតារបស់គាត់នេះកំពុងតែធ្វើការស្រាវជ្រាវខ្លាំងមែនទែនគាត់ចង់រកវត្ថុទៅអីទៀតណាដើម្បីព្យាយាមធ្វើម៉េចចង់ដឹងថាតើកូននឹងដូចជាប្រពន្ធរបស់គាត់នៅទីណាតែឥឡូវនេះពលឺនេះកាន់តែចែកចាស់ទៅហើយចឹងលទ្ធផលនឹងអាចចេញមកពិតតែម្ដងថាកូននឹងប្រពន្ធរបស់គាត់គឺមិនទាន់ស្លាប់នោះទេគឺនៅក្បែរខ្លួនរបស់គាត់ហ្មងណាតែហិចណាឥឡូវនេះគឺថាក្មេងតូចរបស់យើងក៏លួចចូលទៅដល់ខាងវិមានរបស់ទូប្រុសរបស់យើងហើយគេគ្រប់គ្នាគឺគេណាចង់ឲ្យកូនក្មេងតូចនេះគឺបានទទួលការព្យាបាលពីសំណាក់ខាងទេវៈនឹងខ្លាំងមែនទែនប៉ុន្តែបើជាថ្មពីរនាក់គឺថាអត់ព្រមនោះទេវាធ្វើមិនដេញទឹកក្មេងតូចរបស់យើងមិនឲ្យនៅចិត្តនឹងហ្មងណាប៉ុន្តែពេលនេះក្មេងតូចក៏សុំមកទៅកាន់អ្នកភូមិទាំងអស់គ្នានោះសុំមកកាក់សុំមកផ្សេងមកគេឃើញហើយគេអាណិតខ្លាំងមែនទែនចឹងហើយក៏យល់ព្រមឲ្យទាំងអស់គ្នាតែម្ដងណាធ្វើឲ្យសត្វថ្មានេះគឺគាត់ខឹងខ្លាំងនៅតែយល់គឺថាមិនឲ្យក្មេងតូចនេះចូលបាននោះទេប៉ុន្តែយ៉ាងណាក្មេងតូចក៏សុំបថាឥឡូវនេះក៏សុំតែសាពះទេសុំតែបន់ស្រន់បន្តិចទេបន់ស្រន់ហើយទៅបែរជាពលឺមួយនោះក៏ចេញមកតែម្ដងធ្វើឲ្យរូបសម្អាតរបស់កូននាងនោះគឺថាផ្ទុះយកហ្មងណាអញ្ចឹងហើយពេលនេះក៏មានបញ្ហាកើតឡើងហើយក៏ទួប្រុសរបស់យើងក៏ដឹងដែរឮសម្លេងហ្នឹងហើយក៏ព្យាយាមណានិយាយដោះស្រាយការងារជាមួយព្រះបិតារបស់គាត់នេះឲ្យចាប់ស្រេចបាច់តែម្ដងចង់រំលឹករឿងរ៉ាវទាំងអស់ណាថាធ្វើបែបម៉េចដើម្បីជួយការពារប្រពន្ធរបស់គាត់ឲ្យប្រពន្ធរបស់គាត់នេះវិលត្រឡប់មកវិញបានប៉ុន្តែឥឡូវនេះគឺថារៀនរំភត់តែម្ដងដោយសារតែគេនេះធ្វើការផ្ដោតទរណកម្មទៅកាន់ប្រពន្ធដូចជាកូននេះគេវាយដំខ្លាំងមែនតែម្ដងចឹងសត្វថ្មាតនេះពេលនេះណាក៏បានដៃខ្លាំងណាប៉ុន្តែទូប្រុសរបស់យើងនេះគឺគាត់មកដល់ភ្លាមព្យាយាមរងចំនួនប្រពន្ធរបស់គាត់ហើយក៏សួរទៅកាន់សត្វថ្មាតនេះថាតើគាត់ធ្វើអីកំពុងធ្វើអីទៅលើសត្វនេះណាក៏គាត់និយាយថាគាត់កំពុងតែបដៅមនុស្សមិនល្អមនុស្សដែលបានបំផ្លាញជាមួយរូបសំណាកនឹងតែម្ដងប៉ុន្តែទូប្រុសរបស់យើងនេះគឺគាត់មិនមាត់មិនកទេទោះបីក៏គាត់ដឹងថាមនុស្សស្រីម្នាក់នេះជាមួយនឹងកូនរបស់គាត់នឹងគឺកំពុងតែទទួលរងការធ្វើបាបពីសំណាក់ពួកគេទាំងពីរនាក់ហ្នឹងហើយអញ្ចឹងហើយឥឡូវនេះទូប្រុសរបស់យើងក៏សួរថាតើអ្នកណាខ្លះហ៊ានលើកដៃមកធ្វើបាបពួកគេតែក៏ពួកនឹងនិយាយថាអ្នកទាំងពីរនាក់នេះក៏បានលួចចូលហើយក៏បានបំផ្លាញរូបសំណាកអញ្ចឹងហើយពេលនេះគឺគាត់បានធ្វើអំពើល្អមួយជូនទៅកាន់ទេវៈនឹងហើយអញ្ចឹងគាត់សុំទេវៈនេះថាតើអាចឲ្យគាត់នឹងជាមួយនឹងអំណោយអីមួយបានដែរអត់ទូប្រុសរបស់យើងពេលនេះមិនមាត់ទេក៏ហុចទឹកមួយមកឲ្យតែម្ដងណាហើយម្នាក់ទៀតគឺថាគេចំណែនគេចង់បានដែរលៀបសការៈដែរគេចង់បានលុយជាមួយនឹង10000តម្លឹងអីចឹងទៅទូប្រុសរបស់យើងគាត់ថាគាត់ឲ្យដូចចិត្តតែម្ដងជប់មាសមកគឺថាមាសតដែលពេញខ្លួននឹងឯងធ្វើឲ្យគេនេះរឹងខ្លួនមិនអាចដកខ្លួនបាននោះទេពេលនេះក៏សុំបោទូប្រុសរបស់យើងវិញណាប៉ុន្តែទូប្រុសរបស់យើងពេលនេះក៏ខឹងខ្លាំងមែនទែនដោយសារតែគាត់នេះធ្វើបាបប្រពន្ធកូនរបស់គាត់ចឹងហើយក៏បានឲ្យអ្នកភូមិដែលគាត់ចិត្តល្អជួយសង្គ្រោះទៅកាន់កូននេះគឺចាប់ហែកយកមាសពីលើខ្លួនរបស់គេនឹងតែម្ដងហើយទូប្រុសរបស់យើងនេះក៏បានយកការជុកទឹករបស់គាត់នេះយកទៅជួយសង្គ្រោះប្រពន្ធរបស់គាត់ប៉ុន្តែប្រពន្ធរបស់គាត់នេះបានភ្ញាក់ដឹងខ្លួនឡើងគឺថាសតិរបស់គាត់នៅតែឡប់សតិដដែលអញ្ចឹងដោយសារតែមាននាងជានេះវាបានដូរជាមួយនឹងផ្កាឈូកចង្គៀងនឹងហើយគឺថាផ្កាឈូកនេះគឺនៅលើដៃរបស់វានឹងតតែម្ដងវាបានលាក់វាបានដូរហើយអញ្ចឹងឥឡូវនេះណាគឺវាបានដឹងរឿងរ៉ាវទាំងអស់ថាតួប្រុសនិងតួស្រីគឺបានរួមរស់នៅជាមួយគ្នានៅឋានលើអញ្ចឹងហើយក៏ចំណែនខ្លាំងមែនទែនក៏បានធ្វើដំណើរទៅកាន់ឋានលើនឹងម្ដងទៀតដើម្បីទៅរកតួប្រុសរបស់យើងបជាប៉ុន្តែពេលនេះបានជួបជាមួយតួប្រុសរបស់យើងទេតួប្រុសរបស់យើងចាក់ចេញពីតួស្រីមួយផ្លេតនេះក៏ឃើញថានាងជាដើរចំពប់ជើងដួលជាមួយនឹងតួស្រីក៏រករឿងតួស្រីរបស់យើងដែលតួស្រីរបស់យើងគឺជាមនុស្សមិនគ្រប់ទឹកផងមករករឿងគ្នាពេលនេះទៅក៏ថាធ្វើបាបតួស្រីរបស់យើងខ្លាំងមែនទែនប៉ុន្តែក្មេងតូចរបស់យើងនេះគឺមិនព្រមនោះទេគេថាគេមានជាមួយនឹងផ្លាកសញ្ញាមួយដែលឪពុករបស់គេបានបន្សល់ទុកនឹងគឺថាអ្នកណាឃើញនឹងធ្វើការថ្វាយបង្គំទៅកាន់គេណាខ្លាចគេហើយប៉ុន្តែវាបែរជាអត់ខ្លាចទេគាត់ថាក្មេងតូចនេះគឺបានលួចផ្លាកសញ្ញារបស់ព្រះអង្គឯណាចឹងទៅពេលនេះក៏ថាមកធ្វើបាបកាន់តែខ្លាំងទៀតហើយបានប្រើយុទ្ធសាស្ត្ររបស់គាត់នេះកុំចាត់ម្ដាយនឹងកូនរបស់គេតែម្ដងហើយក៏បានធ្វើការស្រូបជាមួយវិញ្ញាណតួស្រីរបស់យើងម្ដងទៀតប៉ុន្តែបែរជាវិញ្ញាណរបស់តួស្រីរបស់យើងគឺមិនអាចស្រូបបាននោះទេដោយសារតែមានពលឺមួយហ្នឹងគឺតួប្រុសរបស់យើងក៏បានដាក់ជាមួយនឹងយុទ្ធសាស្ត្ររបស់គាត់ការពារខ្លួនប្រពន្ធកូនរបស់គាត់ស្រេចបាច់ហើយតែវានៅតែថ្លើមធំទៀតវាព្យាយាមប្រើជាមួយយុទ្ធសាស្ត្ររបស់វានេះគឺថាឲ្យអស់ពីដៃពីជើងតែម្ដងដើម្បីកម្ចាត់តួស្រីចោលពីនឹងកូននាគរបស់យើងគឺថាស្លាប់ផុត
គាត់ពួយហ្មងណាប៉ុន្តែសំណាងទូប្រុសបើយើងឃើញតន់គាត់ខ្ញាល់ជាមួយនឹងនាងចែវខ្លាំងមែនទែននាងចែវពេលនេះសួរទៅកាន់បងប្រុសតែម្ដងថាហេតុអីបានធ្វើបាបគេអញ្ចឹងកាន់ជើងជាមួយនឹងមនុស្សស្រីធម្មតាហើយជាមួយកូននេះដែលគ្មានចិត្តសើអីបន្តិចហើយក៏មិនមានឃើញពុជពងនេះអីទេប្រហែលជាតួស្រីរបស់យើងនេះគឺខ្លែងបន្លំនោះទេប៉ុន្តែគឺថានាងចែវនេះគឺគាត់បានបាត់បង់ការចងចាំទេគាត់អត់ចាំអីគ្រប់យ៉ាងតែគាត់ថាឥឡូវនេះណាគឺត្រូវតែធ្វើការជាបាទៅកាន់តួស្រីរបស់យើងឲ្យឆាប់ជាក៏ដូចជាកូនរបស់គាត់ត្រូវតែបញ្ចូលជាមួយនឹងយុទ្ធសាស្ត្ររបស់គាត់ផ្ទៃយុទ្ធសាស្ត្ររបស់គាត់នេះតែឲ្យគាត់ត្រឡប់មកវិញប៉ុន្តែគឺมันអាចទៅរួចនេះទេដោយសារតែក្រោមដៃរបស់វាដែលមានចង្គៀងឈូកនេះទៅជាប់ដៃរបស់វានេះគឺថាវាលាក់មកពួនតែម្ដងណាទោះបីជាពេលនេះគឺថានាងជាកំពុងតែធ្វើការឃុំខ្លួនគឺគ្មានយុទ្ធសាស្ត្រអីមកប្រើប្រាស់បានទៀតទេនៅកន្លែងហ្នឹងអញ្ចឹងទៅពេលនោះក៏ចាប់ផ្ដើមមានសម្ដែងមួយស្រែកទៅកាន់តាជានាងជាក៏ដឹងរឿងរ៉ាវគ្រប់យ៉ាងនៃខ្លួនឯងនេះបានធ្វើកន្លងមកណាក៏បានដឹងថាតួប្រុសរបស់យើងការពីជីវិតទី1របស់វានេះគឺត្រូវបានតួប្រុសសម្លាប់អញ្ចឹងហើយពេលនេះគឺវាអាចទុកបានទេគុំនំគុំគួនរបស់វានេះកាន់តែជ្រៅទៅលើតួប្រុសនិងតួស្រីរបស់យើងនេះក៏ថាវាបានសម្ដែងឆាកល្ខោនមួយធ្វើជាមនុស្សល្អធ្វើជាមនុស្សស្លូតបូតនេះចោះញោមជាមួយនឹងតួប្រុសរបស់យើងណាគេរួមដៃជាមួយតួប្រុសដើម្បីព្យាបាលតួស្រីរបស់យើងក៏ដូចជាកូននឹងដែរប៉ុន្តែតួប្រុសរបស់យើងនេះក៏ថាគាត់អត់មានដឹងថានាងនេះល្បីប៉ុណ្ណាទេព្យាយាមយល់ព្រមជាមួយនាងនឹងដើម្បីបានទទួលនឹងលាភសក្ការៈពីវាតែម្ដងដើម្បីជួយជីវិតតួស្រីរបស់យើងប៉ុន្តែតួស្រីរបស់យើងជាមែនតើតួស្រីរបស់យើងជាបានសះបើហើយឥឡូវនេះប៉ុន្តែឥឡូវដល់ពេលកូនរបស់គេតែម្ដងណាដែលសត្វតកូននេះគឺគាត់បានបាត់ចិត្តសិលរបស់គាត់អស់ហើយអញ្ចឹងហើយទើបទាឲ្យតួប្រុសរបស់យើងនេះគឺថារៀបចំពិធីមួយដែលពិធីនេះគឺគ្មានអ្នកណាអាចមកញញែកជាមួយនឹងកូនរបស់គេបានទេអញ្ចឹងហើយពេលនេះគឺត្រូវតែផ្ញើឲ្យតួស្រីរបស់យើងនេះជួយយាមកាមផងដោយសារគាត់អត់ទុកចិត្តទេខ្លាចតែមានអ្នកណាចូលណាអញ្ចឹងគាត់បានដូចចិត្តពិតមែនគឺនាងជាក៏បានបរោរឿងភ្លាមតែម្ដងស្រាប់ពេលដែលពួកគេកំពុងធ្វើពិធីនោះក៏បានកាត់ឡើងហើយនាងជានេះក៏បានចុះបរោរឿងតួស្រីប៉ុន្តែតួស្រីរបស់យើងពេលនេះគឺគាត់លែងឡាប់សតិដូចមុនហើយអញ្ចឹងហើយក៏គាត់អាចការពារកូនប្តីរបស់គាត់បានតែម្ដងណាការពាររហូតដល់ថានាងនេះយកសេនាមកច្រើនខ្លាំងមែនទែនតួស្រីរបស់យើងនៅតែអាចបង្ក្រាបបានទាំងអស់តែម្ដងតួស្រីក៏សែកគម្រាមថាបើសិនជាឯងហ៊ានលើកទី2ទៀតគាត់នឹងសម្លេចចោលតែម្ដងនាងនោះក៏សែកសួរថាឯងហ៊ានអីដោយសារតែព្រះអង្គគឺស្រឡាញ់គេតែម្ដងណាទាំងឥឡូវនេះព្រះអង្គគឺគាត់កំពុងតែមានបុត្រាជាមួយនឹងតួស្រីរបស់យើងនឹងឯងអញ្ចឹងហើយតួប្រុសរបស់យើងនេះវិញណាគឺគាត់បានលឺសម្លេងនឹងហើយទៅគាត់ថារៀបចំពិធីសាច់បាច់អស់ហើយណាគឺគាត់បានរួចរាល់ជាមួយកូនរបស់គាត់ហើយកូនរបស់គាត់គឺមានសរសើរពេញខ្លួនហើយអញ្ចឹងហើយគាត់ថាកំចាត់ជាមួយជាវនិងជានឹងកំពុងតែមានល្បិចកិច្ចកលច្រើនគឺថាមិនឲ្យនាងនេះរស់បានដល់ជីវិតរបស់គាត់ទី3ទៀតទេ